ជំរាបសួរលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សទាំងអស់គ្នាដែលរៀននៅសាលាវិទ្យាល័យហ៊ុនសែនរងហើយថ្ងៃនេះគ្រូនឹងខ្ញុំនឹងមកសិក្សាអំពីរឿងអាកុហកស៊ីប្រភេទរឿងជារឿងព្រេងអប់រំឬនិទានបែបប្រសើរសិលមានគោលបំណងបង្រៀនឲ្យមនុស្សស្មោះត្រង់មិនគួរនិយាយកុហកប្រភពរឿងជារឿងព្រេងប្រជាប្រិយខ្មែរដែលបន្តនិយាយតមាត់គ្នាទៅពីមាត់មួយទៅមាត់មួយពីចំនួនមួយទៅចំនួនមួយមាននៅក្នុងសៀវភៅអក្សរសិល្ប៍និងមេរៀនភាសាខ្មែរមួយចំនួនដើម្បីអប់រំសីលធម៌កុមារតួអង្គ1តួអង្គអង្គកុហកស៊ីតួអង្គឯក2ម្ដាយ3អ្នកភូមិមិត្តភ័ក្តិ4ចាស់ទុំក្នុងភូមិសង្ខេបរឿងមានបរិមម្នាក់មានខណ្ឌនិស្ស័យខាងកុហកតាំងពីក្មេងរហូតអ្នកភូមិដាក់អរហសនាមឲ្យថាអង្គកុហកស៊ីថ្ងៃមួយដោយសារតែគ្មានអ្វីបរិភោគអង្គកុហកស៊ីក៏ដើរចូលទៅក្នុងព្រៃហើយបានជួបនឹងតាសេដ្ឋីម្នាក់កំពុងជិះសេះកាត់តាមនោះដោយដឹងល្បីថាអង្គកុហកស៊ីពូកែខាងស៊ីបោកប្រាស់តាសេដ្ឋីក៏បានបបួលភ្នាល់ថាបើឯងអាចកុហកឲ្យយើងជឿបានអញនឹងឲ្យសេះនឹងប្រកាសទៅឯងតែបើឯងមិនជឿទេឯងត្រូវធ្វើជាខ្ញុំបំរើអញអាកុហកស៊ីក៏ឆ្លើយតបភ្លាមថាលោកតាខ្ញុំមិនអាចកុហកលោកតាកាលទេថ្ងៃនេះព្រោះខ្ញុំភ្លេចយកក្បួនកុហកមកពីផ្ទះដល់លោកតាសាឡបើលោកតាចង់សាឡបងសូមលោកតាជិះសេះទៅយកក្បួននោះនៅឯផ្ទះខ្ញុំឲ្យបន្តិចមកខ្ញុំចាំនៅទីនេះតាសេដ្ឋីលើដូច្នេះក៏ជឿថាក្បួនកុហកមែនហើយក៏ព្រមជិះសេះសម្ដៅទៅផ្ទះអង្គកុហកស៊ីលុះដល់ផ្ទះអង្គកុហកស៊ីតាសេដ្ឋីបានជួបប្រពន្ធរបស់គេហើយប្រាប់ថាប្តីនាងឲ្យខ្ញុំមកយកក្បួនកុហកប្រពន្ធអង្គកុហកស៊ីធ្វើមុខឆ្ងល់ព្រោះគ្មានក្បួនកុហកខ្នាតអីទេប៉ុន្តែតាសេដ្ឋីខ្លាចមិនបានភ្នាល់ក៏និយាយបង្ខំនិងរៀបរាប់ថាប្តីនាងកំពុងចាំនៅក្នុងព្រៃដោយយល់ពីសញ្ញាពីប្តីប្រពន្ធអង្គកុហកស៊ីក៏បង្កើតល្បិចមួយភ្លាមដែលប្រាប់ទៅតាសេដ្ឋីវិញថាលោកតាក្បួនកុហកនេះធ្ងន់ណាស់និងធំมันអាចដាក់លើក្នុងសេះបានទេលុះត្រាតែលោកតាធ្វើដំណើរដោយថ្មើរជើងហើយផ្ទេរសេះព្រមទាំងសម្លៀកបំពាក់ស្អាតទាំងអាហារឆ្ងាញ់ដែលលោកតាមានផ្ញើមកឲ្យខ្ញុំយកទៅឲ្យប្តីខ្ញុំសិនទៅក្បួននោះព្រមចេញមកតាសេដ្ឋីដោយភាពលោភលន់ចង់ឈ្នះភ្នាល់ក៏ព្រមដោះសម្លៀកបំពាក់ព្រមទាំងប្រគល់សេះនិងស្បៀងអាហារទាំងអស់ឲ្យទៅប្រពន្ធអង្គកុហកស៊ីហើយខ្លួនសុខចិត្តដើរស្រាតកាត់ព្រៃត្រឡប់ទៅរកអង្គកុហកស៊ីវិញពេលលោកតាសេដ្ឋីដើរទៅដល់ទាំងគ្មានសម្លៀកបំពាក់អង្គកុហកស៊ីក៏សើចហើយនិយាយថាលោកតាខ្ញុំមិនទាន់ទាំងបាននិយាយកុហកមួយម៉ាត់ផងលោកតាឯងខាត់ទាំងសេះខាត់ទាំងខោអាវនិងអាហារបាត់ទៅហើយលោកតាសេដ្ឋីទើបដឹងខ្លួនថាចាញ់បោកល្បិចដ៏ឆ្លៀសវៃរបស់អង្គកុហកស៊ីទាំងក្បាលទំពែកនិងមានសេចក្តីអាម៉ាស់ពន់ពេកព្រឹត្តិការណ៍សំខាន់មួយមានក្មេងបរោះម្នាក់ចូលចិត្តនិយាយកុហកនិងបោកប្រាស់អ្នកដទៃដល់ជាញឹកញាប់2គេតែងតែស្រែកថាមានគ្រោះថ្នាក់ឬមានសត្វមកវាប្រហារដើម្បីលេងល្បែងជាមួយអ្នកភូមិ3អ្នកភូមិជឿហើយនាំគ្នារត់មកជួយជាបន្ទាន់4ក្រោយមកពេលមានហេតុការពិតប្រាកដកើតឡើងគាត់ស្រែកហៅជំនួយម្ដងទៀត5តែគ្មាននរណាមកជឿទេព្រោះគាត់ធ្លាប់កុហកច្រើនដង6ចុងក្រោយគាត់ទទួលបានផលវិបាកពីការនិយាយកុហករបស់ខ្លួនសន្និដ្ឋានរឿងអង្គកុហកស៊ីចង់អប់រំយើងថាមនុស្សយើងគ្រប់រូបទោះបីមានចំណុចខ្វះខាតឬជួបការលំបាកយ៉ាងណាក៏ដោយបើចេះរួបរวมសាមគ្គីគ្នានោះនឹងអាចបង្កើតលទ្ធផលដ៏អស្ចារ្យបានប៉ុន្តែទន្ទឹមនឹងនោះរឿងនេះក៏ដាស់តឿនមិនឲ្យយើងយកប្រាជ្ញាឬសមត្ថភាពដែលមានទៅប្រើប្រាស់ក្នុងផ្លូវវិវេឬមកប្រាស់អ្នកដទៃដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួននោះដែរអរគុណសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់